បាទសូមគោរពជំរាបសួរទៅកាន់បងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម Facebook ជាទីគោរពអានបាទថ្ងៃនេះគឺខ្ញុំសូមផ្ញើคลิปវីដេអូមួយទៅកាន់ជនរួមជាតិទាំងអស់ឲ្យបានពិចារណាអំពីបទការគឺការចរចាគ្នារវាងគណៈបក្សសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបាទដែលលោកសំរងស៊ីក៏ដូចគណៈបក្សសង្គ្រោះជាតិហ្នឹងគេបានប្រកាសថាការចរចាហ្នឹងទទួលបានលទ្ធផលយ៉ាងល្អប្រសើរណាគឺគេអាចប្រូគោចូលបបានអញ្ចឹងណាបងប្អូនមើលសេចក្តីប្រកាសរបៀបនៃការរៀបចំគោចូលបអ្វីដែលបងប្អូនអានណាបងប្អូនត្រូវពិចារណាមើលពីខ្លឹមសាររបស់វាតើខ្លឹមសាររបស់វានោះវាមានអត្ថន័យដូចមិនដែរជួនកាលគេអាចបំផន់ផ្នែកយើងក៏ថាបានអញ្ចឹងណាសម្រាប់ខ្ញុំថាវាជាការបំផន់ផ្នែករបស់គណៈបកទាំងពីរជាពិសេសគឺគណៈបកសង្គ្រោះជាតិនឹងដែលព្យាយាមលាក់បាំងនៅការពិតណាហើយព្យាយាមបង្កើតព័ត៌មានដើម្បីបញ្យល់ទៅកាន់ប្រជាពលរដ្ឋអ្នកគ្រប់គ្រងថាបានបដូរគោជបយើងមើលគោជបណា4រូបមកពីគណៈបកប្រជាជន4រូបមកពីគណៈបកសង្គ្រោះជាតិ1រូបទៀតគឺត្រូវបានស្នើដោយគណៈបកដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភាហើយយកទៅផ្ដល់សេចក្តីទុកចិត្តដោយរដ្ឋសភាដោយសម្លេងដាច់ខាតណាអញ្ចឹង50%បូក1ចុះសម្លេង50%បូក1អ្នកណាដែលមាននៅក្នុងរដ្ឋសភាគឺគណៈបកប្រជាជនកម្ពុជាប៉ុន្តែគេមានលក្ខខណ្ឌមួយទៀតគេថាម៉េចគេថាបើសិនជាម្នាក់ដែលស្នើនោះត្រូវមានការឯកភាពពីគណៈបកទាំងពីរចំណុចនឹងមួយបងប្អូនពិចារណាម្នាក់នឹងត្រូវបានព្រមព្រៀងដោយគណៈបកទាំងពីរប៉ុន្តែមានលក្ខខណ្ឌមួយអង្គទៀតបងប្អូនត្រូវចាប់អារម្មណ៍មែនទែនប្រសិនបើមិនមានការព្រមព្រៀងពីគណៈបកទាំងពីរទេគឺគណៈកម្មការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ត្រូវបន្តការងាររបស់ខ្លួនឃើញទេបងប្អូនមើលកន្លែងហ្នឹងណាអញ្ចឹងគណៈបកប្រជាជនគេស្នើគ្នាគេមកទៀតទោះបីជាគណៈបកសង្គ្រោះជាតិហ្នឹងថ្ងៃក្រោយមិនព្រមទេម្នាក់នឹងអត់ព្រមទេជាខាងគណៈបកប្រជាជនប៉ុន្តែសួរថាមានហេតុផលអ្វីមានសមត្ថភាពអ្វីក្នុងការបញ្ឈប់គោជបនឹងបាទព្រោះម្នាក់ហ្នឹងកំងមកគេយើងបដិសេធថាមិនព្រមលក្ខខណ្ឌខាងក្រោយនោះគេនិយាយថាបើសិនជាគណៈបកទាំងពីរមិនឯកភាពជ្រើសរើសម្នាក់ហ្នឹងទេគឺគេនឹងឲ្យសមត្ថភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានស្រាប់ហ្នឹងបន្តការងាររបស់ខ្លួនអញ្ចឹងនៅតែក្រោមគណៈបកប្រជាជនដែរប៉ុន្តែអ្វីដែលបងប្អូនពិចារណាបានត្រូវថាពួកហ្នឹងគណៈពិសេសអ្នកដឹកនាំគណៈបកសង្គ្រោះជាតិហ្នឹងគឺវាលើកមកថាអីដើម្បីសន្តិភាពហើយទោះបានឲ្យបើកទីលានជាតៃបានអ្វីផ្សេងណាបងប្អូនទីលានជាតៃពីមុនគេបើកតាប៉ុន្តែបិទឲ្យសារអីដោយសារពួកគាត់បាតកម្មបង្កអំពើហិង្សាអីហ្នឹងតាបង្កើតចលាចលអីហ្នឹងតាអាហ្នឹងឯងបង្កជាបញ្ហាហ្នឹងបងប្អូនត្រូវពិចារណាកុំឲ្យគេបោកក្បាលយើងមានខួរក្បាលដូចគ្នាកុំអ្វីដែលគេនិយាយចេះតែបញ្យល់មកចេះយើងត្រូវពិចារណាអំពីខ្លឹមសារនៃការបញ្យល់ខ្លឹមសារខ្លះគឺគេបញ្យល់បំភ្លៃហើយពួកយើងប្រជាប្រដ្ឋខ្មែរមានការយល់ដឹងតិចតួចណាព្យាយាមពិចារណាតែមិនដល់ណាគឺយកទៅតាមអ្វីដែលគេបង្វែរទិសខ្លួនតែមិនបងពិចារណាពីខ្លឹមសារនៃប្រកបនៃកិច្ចចរចារបស់គេត្រង់ចំណុចនេះបងប្អូនត្រូវផ្ទៀងផ្ទាត់ឲ្យបានមែនទែនឲ្យច្បាស់លាស់ហើយមួយទៀតគេថាគេចរចាទទួលបានលទ្ធផលបងប្អូនលទ្ធផលអ្វីលទ្ធផលអនុប្រធានរដ្ឋធ្វើជាអនុប្រធានបានតំណែងអនុប្រធានរដ្ឋសភាមួយគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាទៀតហើយមិនដឹងថាចំណាយផ្សេងអ្វីទៀតទេច្រើនសម្រាប់ការចរចារបស់គេហ្នឹងណាគណៈបក្សសង្គ្រោះជាតិនេះណាបងប្អូនតាមដានមែនតើការងាររបស់ពួកគាត់គឺជាមេដឹកនាំដែលគ្មានភាពច្បាស់លាស់អីសមែនតិចបងប្អូនមើលថៃគេធ្វើអ្វីគេច្បាស់លាស់គេថាកំណត់មុខសញ្ញាថានយោបាយតវ៉ារហូតដល់នយោបាយរដ្ឋមន្ត្រីចុះជីងពីតំណែងគេធ្វើតែមួយនេះគេទារហូតដល់នយោបាយរដ្ឋមន្ត្រីយិញឡាក់ត្រូវបានចុះពីតំណែងពិតប្រាកដឃើញទេគ្រប់ពេលដែលគេតវ៉ាគឺត្រូវតែបានសម្រេចតែប៉ុន្តែយើងមើលសំនឹងស៊ីយ៉ាងកឹមសុខាតើគាត់ជាមេដឹកនាំដែលមានឆន្ទៈមានសមត្ថភាព
ក្នុងការដឹកនាំប្រជាពលរដ្ឋក្នុងការដើម្បីផ្លាស់ប្ដូរក៏អត់មានទេគឺគាត់ក្នុងនាមជាមនុស្សដែលទៅដាក់សម្ពាធគេរដ្ឋាភិបាលគាត់ចោះថ្លៃរហូតមុនដំបូងទីអីស៊ើបអង្កេតគណៈកម្មការជាតិរៀបចំការបោះឆ្នោតគេមិនព្រមសុំបោះឆ្នោតឡើងវិញដល់គេមិនព្រមទៀតសុំឲ្យហ៊ុនសែនចុះពីតំណែងដល់គេមិនព្រមទៀតសុំបដូរគួរជបដោយសម្លេង2ភាគ3ដោយសម្លេង2ភាគ3គេមិនព្រមទៀតឥឡូវមកព្រមចូលយករបៀបនៃការជ្រើសរើសគោលជបមួយដែលស្ថិតនៅក្រោមកតុយក្បិនរបស់គណៈបកប្រជាជនដដែលអញ្ចឹងណាដោយមូលហេតុអីភ័យព្រោះគេគម្រាមគេចាប់ដំណើរនេះប្រមាណអ្នកហ្នឹងភ័យខ្លួននាំគ្នារត់ចូលសភាតែម្ដងបងប្អូនមេដឹកនាំដែលគ្មានភាពច្បាស់លាស់អញ្ចឹងបងប្អូនទៅគ្រប់គ្រងកើតដែរតើបងប្អូនយល់យ៉ាងម៉េចអំពីបញ្ហាហ្នឹងខ្ញុំសូមឲ្យបងប្អូនពិចារណាឲ្យមែនតើចំពោះការផ្ដោតសេចក្តីទឹកចិត្តទៅមេដឹកនាំណាមួយណាឲ្យគាត់ដោះស្រាយបញ្ហាណាត្រូវមានភាពស្មោះត្រង់និងភាពច្បាស់លាស់នៅក្នុងការឡងប្រជាពលរដ្ឋទៅមិនមែនម្ដងចេះម្ដងចោះហើយស្រែកឡើងគឺតាមឆន្ទៈរាជរបល់យោអីចូលសភានឹងរាជមានឲ្យចូលណាចូលខ្លួនវាហ្នឹងហើយឆន្ទៈរាជដែរបងប្អូនណាកុំឮគេថាឆន្ទៈរាជហ្នឹងបងប្អូនបានថាគេធ្វើតាមអញណាបងប្អូនកុំមានអារម្មណ៍អញ្ចឹងតាមឆន្ទៈរាជមិនតាមឆន្ទៈរាជបងប្អូនពិចារណាមើលរាល់ការសម្រេចចិត្តរបស់គេទៀមទាអ្វីមួយគេដែរមកសួរបងប្អូននេះខ្ញុំទៀមទាតំណែងប្រធានរដ្ឋសភាខ្ញុំទៀមទាគូជបអត់ទេពីដំបូងគេបបួលយើងទៅទៀមទាអានោះទេប៉ុន្តែគេចុះថ្លៃរហូតចុះថ្លៃតែខ្លួនគេហ្នឹងណាអញ្ចឹងបងប្អូនមានខួរក្បាលមានការពិចារណាសូមកុំងប់ងល់នឹងមេដឹកនាំណាមួយដែលបងប្អូនស្រឡាញ់ហួសហេតុទៅពិចារណាអំពីទង្វើរបស់មេដឹកនាំមួយនោះកុំឲ្យគេបោកប្រាស់យើងព្រោះពលរដ្ឋខ្មែរទៅបានគេបោកប្រាស់មកគ្រប់តែចំនួនពីមួយចំនួនទៅមួយចំនួនគេបោកប្រាស់តែរហូតអញ្ចឹងមកដល់ចំនួនហ្នឹងបងប្អូនសូមមេត្តាពិចារណានិងមានការប្រុងប្រយ័ត្នព្រោះវាជារឿងចូលវាសនារបស់ជាតិសាសន៍ប្រទេសជាតិគ្រួសារបងប្អូននិងខ្លួនបងប្អូនបន្តបាទសូមអរគុណ